តែអ្នកទាំងអស់គ្នាអាចចំណាយពេលវេលាជិត3នាទីមើលវីដេអូនេះបានអត់ព្រោះនៅក្នុងវីដេអូនេះអាចធ្វើឲ្យអ្នកទាំងអស់គ្នាអាចគិតលេខលឿនជាង calculator ទៅទៀតនៅក្នុងវីដេអូនេះខ្ញុំមាន3ករណីមកចែកជូនអ្នកទាំងអស់គ្នាមើលឲ្យគឺភ្លឺភ្នែកមកករណីទី1គឺលេខ2ខ្ទង់ដែលយើងយកទៅគុណជាមួយនឹងលេខ11នោះភាគច្រើនប្រើប្រាស់វិធីគុណធម្មតាដើម្បីស្រាយលេខមួយនឹងដើម្បីឲ្យខ្លាចជាមនុស្សមិនធម្មតាមកមើលការបញ្យល់របស់ខ្ញុំទាំងអស់គ្នាឧទាហរណ៍យកលេខ43គុណនឹង11បើយើងក៏លេខមើលភ្លាមគឺយើងមិនដឹងចម្លើយប្រមាណទេអ្នកខ្លះនឹងធ្វើវិធីសាស្ត្រគុណធម្មតាដែលឥឡូវយើងយក43លេខ11យកមកធ្វើប្រមាណវិធីម្ដងមួយសិនឥឡូវយើងចាប់លេខ4និងលេខ3ចេញមកខាងក្រៅព្រោះយើងយកលេខ4បូកជាមួយលេខ3ចុះចម្លើយវាបាន7អញ្ចឹង470វិញគឺចម្លើយរបស់43គុណនឹង11កាន់តែច្បាស់ឥឡូវយើងឧទាហរណ៍មួយលេខទៀតចុះគឺលេខ56គុណនឹងលេខ11ឥឡូវយើងចាប់លេខ5លេខ6ចេញមកខាងក្រៅហើយយើងយកលេខ5បូកនឹងលេខ6គឺចម្លើយយើងទទួលបាន11ដូច្នេះយើងយកលេខ1នៅពីមុខលេខ11នឹងយកទៅដាក់ឲ្យលេខ5អញ្ចឹងចម្លើយយើងទទួលបាន616ករណីទី2លេខ2ខ្ទង់ដែលយើងយកទៅគុណជាមួយនឹងលេខដូចគ្នាដោយបញ្ចប់ទៅដោយលេខ5ឧទាហរណ៍ថាលេខ35គុណនឹងលេខ35ឥឡូវអ្នកគ្នាមើលលេខ5គុណនឹង5វាបាន25ឥឡូវយើងសៀម25ឥឡូវយើងគិតលេខ3ម្ដងលេខ3បន្ទាប់ពីលេខ3គឺលេខ4ដូច្នេះអ្នកទាំងអស់គ្នាយកលេខ3គុណនឹងលេខ4យើងនឹងបាន10ដូច្នេះហើយ35ការ៉េនឹងចម្លើយគឺ1225ឧទាហរណ៍លេខមួយខ្ទង់ទៀតលេខ45គុណនឹងលេខ45ឥឡូវយើងធ្វើដូចមិញដែរមកណាលេខ5គុណនឹងលេខ5បាន25យើងទុកវាម្ដុំលេខ4បន្ទាប់ពីលេខ4គឺលេខ5ដូច្នេះហើយ4និង5យើងបាន20ដូច្នេះចម្លើយយើងទទួលបាន25គឺ2025គឺជាចម្លើយនៃឯករណីចុងក្រោយគេគឺករណីលេខ2ខ្ទង់គុណនឹងលេខ2ខ្ទង់ដែលមានលេខខ្ទង់ទី1ដូចគ្នាឥឡូវឧទាហរណ៍ថាលេខ46គុណនឹងលេខ46ឥឡូវយើងមើលលេខខាងមុខលេខ4ដូចគ្នាអញ្ចឹងលេខ4បន្ទាប់ពីលេខ4គឺលេខ5ដូច្នេះយើងយក4គុណនឹង5គឺយើងទទួលបាន20ហើយយើងមើលលេខ4និងលេខ6ម្ដងដូច្នេះយើងយកលេខ4នោះគុណនឹងលេខ6វាមិនបាន24ចម្លើយ44គុណនឹង46ស្មើ24ឥឡូវយើងដើម្បីឲ្យច្បាស់គឺយើងគិតលេខបន្តទៀតយើងយកលេខ67គុណនឹង23ឥឡូវលេខ6ដូចគ្នាអញ្ចឹងយើងបន្តពីលេខ6គឺលេខ7អញ្ចឹង6គុណ7យើងបាន42ហើយលេខ7យកទៅគុណជាមួយនឹង3មកគឺវាបាន21ដូច្នេះចម្លើយគឺ42 21គឺជាចម្លើយនេះគឺជាចំណេះដឹងតិចតួចនិងធីបតិចតួចជួយដល់អ្នកនរគ្នាក្នុងការគិតលេខលឿនហើយបើសិនជាចង់ខ្ញុំធ្វើវីដេអូចំណេះថែមខមមិនខាងក្រោមអរគុណអ្នកទាំងអស់គ្នាការទស្សនាក្នុងវីដេអូរបស់ខ្ញុំកុំភ្លេចចុច like Subscribe រូបនឹងអ្នកមួយផងអរគុណច្រើន